សន្មតថាចប់ដោយបរិបូរណ៍យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃតាមដានរឿងនេះតាំងពីដើមរហូតដល់ចប់សូមជូនពរសុខភាពល្អប្រាជ្ញាឈ្លាសវៃនិងសេចក្តីសុខសាន្តចូលមានដល់អស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់គ្រប់ពេលវេលាសូមអរគុណសូមគោរពលាស្មែទៅវិញទៅមកបងប្អូនហើយថ្ងៃចុងបញ្ចប់គឺដេកផ្ទះស្អាតតែម្ដងឥឡូវនឹងរៀបចំជិះម៉ូតូទៅពេញវិញឯងបងប្អូនជ្រួលជ្រើមកតាមផ្លូវកលេងឡើងពេញហ្នឹងហ្មងណាស្ដាយបងប្អូនដោយសារតែយើងត្រូវចូលធ្វើការវិញហ៎ចឹងយើងត្រូវតែមានទំនួលខុសត្រូវមួយការងារហូតទៅវិញព្រោះឯសាច់យើងចូលវិញហើយបាយបាយអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូ